ហេតុអ្វីក្រុមនេះពិតជាក្រុមដែលខ្ញុំបានចូលរួមទោះបីជាយ៉ាងណា Hunter ដែលបានបញ្ជូនទៅទីនោះជាអកុសលមិនបានត្រឡប់មកវិញទេ3ខែបន្ទាប់ពីការបាត់ខ្លួនសមុទ្រខាងលិចការិយាល័យគ្រប់គ្រងដែលបានអ្វីខិនបានទទួលស្គាល់ថា Hunter ទាំងអស់ដែលបានចូលរួមក្នុងដងជុំបានស្លាប់ហើយប្រសិនបើគ្មានជេនៅប្រទេសរបស់យើងនឹងគ្មានអនាគតទេនិយាយដោយសងជូហាន Rank Hunter ជា Leader Guild Samra តួឯកប្រុសរបស់យើងបាននិយាយថាតើពួកគេនិយាយអំពីអ្វីគាត់នៅទីនេះហើយគាត់កំពុងតែនៅរស់ជេនិង Hunter 44នាក់ដែលបានចូលទៅក្នុងសមុទ្រខាងលិចដ៏ក្លាហានបានផ្ដល់ឲ្យពួកយើងនៅអនាគតពួកយើងមានកាតព្វកិច្ចឆ្ពោះទៅមុខហើយក៏បន្តដំណើរទៅមុខបន្តទៀតនេះបានបញ្ចប់ខួបលើកទី8នៃសមុទ្រខាងលិចដែលរំលឹកចំពោះជេតួឯកប្រុសរបស់យើងបានក្រោកឡើងហើយក៏បានសួរទៅកាន់លោកយាយថាតើគាត់អាចប្រើប្រាស់ទូរស័ព្ទដែលមាននៅក្នុងហាងនេះមួយសន្ទុះបានទេលោកយាយចំណាស់បានប្រាប់ថាមិនអីទេទូរស័ព្ទនៅជ្រុងខាងនោះលេខទូរស័ព្ទដែលអ្នកកំពុងហៅមិនដំណើរការទេសូមតាក់ទងម្ដងទៀតនៅពេលក្រោយនេះគឺមិនសមហេតុផលទេ8ឆ្នាំបានកន្លងផុតបាត់ទៅហើយតើខ្ញុំពិតជាបានចាញ់8ឆ្នាំតើអនាគតទេច្រើនជាងនេះទៅទៀតពួកគេបានប្រកាសថាខ្ញុំបានស្លាប់នាយកប្រហែលជាបានផ្លាស់ប្ដូរ member បាត់ទៅហើយខ្ញុំត្រូវប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើងទៅលើ Hunter ដែលបានធ្វើឲ្យខ្ញុំលះបង់អ្វីខ្លះសម្រាប់ពិភពលោកខ្ញុំហ៊ានចូលទៅក្នុងដងចុងនោះម្ដងទៀតពេលនោះអ៊ីយ៉ាបានឃើញរឿងអ្វីម្យ៉ាងឥឡូវនេះពិភពលោកបានផ្លាស់ប្ដូរហើយអ្នកដែលមាន power មនុស្សគ្រប់គ្នាទំនងជាពឹងផ្អែកលើពួកគេដើម្បីឲ្យពួកគេជួយសង្គ្រោះអ្នកគ្រប់គ្នាប៉ុន្តែអ៊ីយ៉ាអ្នកពិតជាក្មេងខ្លាំងណាស់អ្នកមិនអាចជួយអ្នកគ្រប់គ្នាដែលនៅទីនេះបានទេប្រញាប់រត់ចាក់ចេញទៅអេយ៉ាបានដល់នាឡិការបស់គាត់ប្រកល់ទៅឲ្យលោកយាយចំណាស់គាត់បាននិយាយថានេះគឺជាអ្វីដែលគាត់មានឥឡូវនេះសូមឲ្យលោកយាយចំណាស់ទទួលយកវាផងចុះលោកយាយបដិសេធដោយមិនចង់ទទួលយកនាឡិកាមួយនេះនោះទេអ៊ីយ៉ាបានសុំឲ្យលោកយាយទទួលយកនាឡិកានោះទៅឬក៏ឲ្យគាត់ធ្វើអ្វីផ្សេងក៏បានដែរគាត់នឹងធ្វើរឿងអ្វីគ្រប់បែបយ៉ាងតាមតែលោកយាយចង់ឲ្យគាត់ធ្វើគាត់ថាគាត់នឹងត្រឡប់មកវិញម្ដងទៀតនៅពេលក្រោយមើលទៅពិភពលោកនៅ8ឆ្នាំក្រោយស្ថានភាពមានភាពថិតថេរជាងមុននៅពេលនេះអំពីការដាស់តឿនការកើនឡើងនៃគ្រោះមហន្តរាយនាពេលខាងមុខចំពោះការិយាល័យ Hunter ដែលបាន Awaken បានដាក់ Hunter ឲ្យដោះស្រាយស្ថានភាពយ៉ាងឆាប់រហ័សប្រជាជនរស់នៅដោយគ្មានភាពភ័យខ្លាចដែលខ្ញុំចង់បានពិភពលោកបន្ទាប់ពីការបាត់ខ្លួនរបស់ជេរយៈពេល8ឆ្នាំគឺមានសន្តិភាពនិងល្អឥតខ្ចោះដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមឆ្ងល់តើការលះបង់នេះមានតម្លៃដែរឬទេ Hunter ជេពិតជាបានស្លាប់ហើយក៏គ្មាននរណាម្នាក់បានដឹងថាចាអេយ៉ានិងជេជាមនុស្សតែមួយនោះដែរខ្ញុំពិតជាចង់រស់នៅក្នុងជីវិតដ៏ស្ងៀមស្ងាត់ហើយអ្វីដែលគាត់បានឃើញបន្ទាប់ពីនេះគឺហាងដែលជ្រើសរើសបុគ្គលិក part time